Hello សុខសប្បាយទេបងប្អូនព្រះអង្គអរគុណដល់ព្រះបិតាអរគុណដល់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គម្ចាស់នៃយើងហើយក៏សូមជម្រាបសួរបងប្អូនកូនព្រះអង្គទាំងអស់គ្នាថ្ងៃនេះសុខសប្បាយទេហើយមានអំណរអត់មានអំណរចាំមានអំណរធ្វើទឹកមុខរីករាយណាហើយកុំភ្លេចជម្រាបសួរអស់លោកស្រីលោកគ្រូអ្នកគ្រូនិងបងប្អូនកូនក្មួយទាំងអស់នៅក្នុងអនឡាញដែលបានចូលមើលថ្ងៃនេះឬក៏ថ្ងៃក្រោយសូមព្រះអង្គទានពរទាំងអស់គ្នាហើយកុំភ្លេចញាក់ឆ្វេងញាក់ស្នាមជម្រាបសួរគ្នាទៅវិញទៅមកផងណាបងប្អូនពួកជំនុំសេចក្តីស្រឡាញ់ទាំងអស់គ្នាអរគុណដល់ព្រះអង្គតែយើងថ្ងៃនេះយើងមានចម្រៀង4បទហើយមានមេរៀនប្រធានបទ3ប្រធានបទប៉ុន្តែឥឡូវយើងច្រៀងមួយបទសិនហើយអធិដ្ឋានចា៎យើងងើបឈរឡើងយើងច្រៀងមួយបទហើយអធិដ្ឋានអាមែនអរគុណដល់ព្រះអង្គដល់បងប្អូនកូនចៅមើលឃើញទាំងអស់គ្នាដែរយើងច្រៀងទាំងអស់គ្នាតាងើបឈរហើយនឹងអធិដ្ឋានរួចចាំអង្គុយចុះធ្វើជាពន្លឺឲ្យភ្លឺដល់លោកីបើយើងជឿព្រះយើងត្រូវតែកើតជាថ្មីពន្លឺរស្មីដ៏គប់ប្រសើរដើម្បីឲ្យយើងបានគប់ព្រះハរតីព្រះអញ្ចឹងយើងសម្រុំចិត្តអធិដ្ឋានទាំងអស់គ្នាបងប្អូនកូនព្រះអង្គអបាព្រះបិតាព្រះបុត្រាព្រះវិញ្ញាណបរិសុទ្ធគុណអរគុណព្រះអង្គនៅពេលវេលាគុណអរគុណព្រះអង្គនៅខ្យល់ដកដង្ហើមគុណអរគុណព្រះអង្គនៅព្រះបន្ទូលដែលបំរុងនឹងអធិប្បាយឥឡូវនេះអង្គហើយសូមយាងព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋគង់នៅក្នុងមាត់បបូរមាត់អណ្ដាតរបស់កូនឲ្យគូលពាក្យព្រះបន្ទូលបានក្បោះក្បាយផ្អែមពីរដល់អ្នកស្ដាប់សូមយាងព្រះលើកព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋក្នុងចិត្តបងប្អូនកូនចៅទាំងអស់គ្នាដែលកំពុងក្រាបថ្វាយបង្គំព្រះអង្គដោយយកចិត្តទុកដាក់សូមប្រទានពរគេទាំងមេឲ្យគេបានប្រកបដោយព្រះពររស់ក្នុងព្រះគុណទ្រង់សូមឲ្យគេមានសេចក្តីជំនឿមាំសូមឲ្យគេមានប្រាជ្ញាជ្រាបវៃក្នុងការស្ដាប់អង្គម្ចាស់ហើយកូនក៏សូមអធិដ្ឋានដល់ពួកជំនុំសេចក្តីស្រឡាញ់ទាំងអស់
ព្រមទាំងអ្នកក្រៅក្រុមជំនុំសេចក្តីស្រឡាញ់ក្តីសូមឲ្យបានប្រកបដោយព្រះពរក្នុងព្រះគុណទ្រង់សូមជួយដល់ពួកកងទ័ពជួរមុខជួរក្រោយដែលត្រូវច្បាំងការពារទឹកដីសូមឲ្យគេបានមានសុវត្ថិភាពត្រឡប់មកផ្ទះរៀងៗខ្លួនវិញជួបឪពុកម្ដាយប្រពន្ធកូនគុណអរគុណដល់ព្រះអង្គហើយសូមទ្រង់ជួយថែរក្សាដល់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាសូមឲ្យមានសុខភាពល្អកម្លាំងមាំមួនមានប្រាជ្ញាជ្រាលវៃក្នុងការដឹកនាំប្រទេសគុណអរគុណដល់ព្រះអង្គហើយកូនសូមថ្វាយគ្រប់ទាំងពេលវេលាកូនសូមថ្វាយគ្រប់ទាំងបងប្អូនកូនព្រះអង្គទាំងអស់គ្នានិងដួងចិត្តខ្ទាំរបស់កូនផងដែរសូមថ្វាយដាច់ដល់ព្រះអង្គក្នុងព្រះនាមដ៏ថ្លៃពិសេសគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនសូមបងប្អូនកូនចៅអង្គុយអញ្ជើញអង្គុយចុះទាំងអស់គ្នាថ្ងៃនេះយើងមានមេរៀន3ប្រធានបទទី1អននិយាយអំពីគម្ពីរទាំងមូលតើមានន័យយ៉ាងម៉េចទី2ប្រធានបទទី2គឺយើងនិយាយអំពីសាសនាហើយទី3និយាយអំពីបុណ្យណូអែលអញ្ចឹងព្រោះជិតដល់ថ្ងៃធ្វើណូអែលអញ្ចឹងយើងត្រូវតែបញ្ជាក់រំលឹកដាស់តឿនដើម្បីឲ្យដឹងតើគួរធ្វើឬក៏មិនគួរអញ្ចឹងយើងចូលដល់ប្រធានបទទី1សិនគម្ពីរទាំងមូលគឺជាមនុស្សសរសេរមែនទេបងប្អូនគម្ពីរទាំងមូលគឺជាមនុស្សសរសេរហើយព្រះបន្ទូលនៅក្នុងនឹងក៏មានទាំងពាក្យសម្ដីឬក៏ប្រសាសន៍របស់សាវករបស់ទ្រង់ក៏មានព្រមទាំងមានពាក្យសម្ដីរបស់អរិយនៅក្នុងនោះផងដែរសួរថាគម្ពីរទាំងមូលមនុស្សសរសេរមែនប៉ុន្តែក៏សរសេរដោយព្រះវិញ្ញាណបរិសុទ្ធបណ្ដាលអញ្ចឹងបានន័យថាព្រះបន្ទូលគឺជាសេចក្តីពិតមិនមែនមនុស្សសរសេរដោយចិត្តឯងគឺសរសេរដោយព្រះវិញ្ញាណដឹកនាំអាមែនអញ្ចឹងចង់សួរបងប្អូនតើមានសម្គាល់អីដែលយើងហ៊ានអះអាងថាព្រះបន្ទូលគឺជាសេចក្តីពិតយើងអះអាងដោយសារបទគម្ពីរបានប្រាប់យើងពីទីម៉ូថេចំពុក3ខ16គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែងទេឃើញទេនៅក្នុងទីម៉ូថេ2ទីម៉ូថេចំពុក3ខ16អញ្ចឹងយើងហ៊ានអះអាងថាគ្រប់ទាំងបទគម្ពីរគឺព្រះបណ្ដាលឲ្យបញ្ចេញជាព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យមនុស្សតែងអញ្ចឹងយើងដឹងច្បាស់នៅក្នុង2ទីម៉ូថេចំពុក3ខ16អញ្ចឹងចង់សួរបងប្អូននេះជាមេរៀនចាស់ទាំងអស់បងប្អូនហើយនេះរំលឹកមេរៀនចាស់ប៉ុន្តែបងប្អូនខ្លះមិនបានចាំបើចាំហើយក៏យើងរៀនម្ដងទៀតណាចង់សួរថាតើព្រះបន្ទូលគឺជាអ្នកណាណាយើងរៀនពីឆ្នាំមុនព្រះបន្ទូលគឺជាព្រះណាព្រះបន្ទូលគឺជាព្រះហេតុអ្វីបានហ៊ានអះអាងថាព្រះបន្ទូលគឺជាព្រះដោយយល់ទៅតាមព្រះបន្ទូលនៅក្នុងគម្ពីរដែលបានសរសេរប្រាប់យើងថាយូហានចំពុក1ខ1ការដើមដំបូងឡើយមានព្រះបន្ទូលហើយព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះណានៅក្នុងយូហានពុក1ខ1ហើយព្រះអង្គក៏បញ្ជាក់ទៀតថាដែលយើងថាអះអាងហេតុអីបានតែយើងអះអាងថាព្រះបន្ទូលគឺជាសេចក្តីពិតព្រះបន្ទូលមិនមែនគ្រាន់តែជាសេចក្តីពិតមិនមែនគ្រាន់តែជាព្រះមួយមុខព្រះបន្ទូលគឺជាអាវុធណាព្រះបន្ទូលគឺជាអាវុធសំខាន់សម្រាប់ប្រហារខ្មាំងហើយព្រះបន្ទូលក៏គឺជាខ្យល់ដកដង្ហើមព្រះបន្ទូលគឺជានំប៉័ងជីវិតព្រះបន្ទូលគឺជាទឹករស់ព្រះបន្ទូលគឺជាថ្នាំផ្សះហើយព្រះបន្ទូលក៏ជាកូនសោសម្រាប់ឲ្យយើងចាក់នគរឋានសួគ៌ព្រះបន្ទូលគឺជាផែនទីសម្រាប់ឲ្យយើងដើរទៅរកនគរឋានសួគ៌បើយើងអត់មានព្រះបន្ទូលយើងអត់អាចទៅរកនគរឋានសួគ៌បានទេយើងអត់មានផែនទីទៅរកឋានសួគ៌បានទេអញ្ចឹងព្រះបន្ទូលគឺជាផែនទីព្រះបន្ទូលគឺជាកូនសោសម្រាប់ចាក់នគរឋានសួគ៌អញ្ចឹងព្រះបន្ទូលសំខាន់ណាស់បងប្អូនកូនព្រះអង្គពាក្យថាយើងជឿព្រះអង្គយើងត្រូវតែមានអានព្រះបន្ទូលរៀនព្រះបន្ទូលសិក្សាព្រះបន្ទូលហើយជាប់ជាមួយព្រះអង្គដោយសារអានព្រះបន្ទូលអាមែន
ហើយព្រះអង្គមានបន្ទូលនៅក្នុងយូហានចំពោះ4ខ6ព្រះបន្ទូលទ្រង់មានបន្ទូលច្បាស់ថាព្រះអង្គគឺជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមព្រះយេស៊ូវនោះមានអ្នកណាទៅរកផ្លូវទៅឯព្រះវរបិតាបានឡើយគឺព្រះបន្ទូលគឺជាព្រះបន្ទូលបង្ហាញផ្លូវយើងព្រះបន្ទូលគឺជាសេចក្តីពិតអាមែនអញ្ចឹងយើងច្បាស់ទាំងអស់គ្នាណានឹងអញ្ចឹងចង់សួរថាគម្ពីរទាំងមូលមានប្រយោជន៍អ្វីខ្លះនិយាយពីរឿងគម្ពីរអត់ទាន់ចប់ណាប្រធានបទទី1អត់ទាន់ចប់ឯងគម្ពីរទាំងមូលមានប្រយោជន៍អ្វីខ្លះបងប្អូនយើងអត់ចេះតែនិយាយទេគឺយើងនិយាយដោយយោងទៅខគម្ពីរណាគម្ពីរទាំងមូលគឺមានប្រយោជន៍ដើម្បីការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតនៅក្នុងខគម្ពីរ2ធីម៉ូថេចំពុក3ខ16នៅក្នុងចុងខណាចំពុក3ខ16ចុងខពីព្រោះចំពុក2ខ3អញ្ចឹង2ធីម៉ូថេចំពុក3ខ16ខ្ញុំសុំទោសច្រឡំវ៉ាន់ណារឿងទី2ហើយនឹងចំពុកនោះវាចេះតែធីម៉ូថេទី2ចំពុក3ខ16គ្រប់ទាំងព្រះបន្ទូលគឺព្រះបណ្ដាលបញ្ចេញព្រះវិញ្ញាណបរិសុទ្ធអត់បណ្ដាលឲ្យតែងទេហ្នឹងនៅដើមខហើយដល់ពេលចុងខ16 2ធីម៉ូថេចំពុក3ខ16គឺព្រះបន្ទូលគឺការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅនិងការតម្រង់ណាខាងឯសេចក្តីសុចរិតនៅក្នុង2ធីម៉ូថេចំពុក3ខ16ដដែលបងប្អូនចាំទាំងអស់គ្នាណាខ្ញុំបញ្ជាក់ឲ្យទៀតដើម្បីឲ្យបងប្អូនចាំខកពី2ធីម៉ូថេចំពុក3ខ16អញ្ចឹងតើគម្ពីរចែងមកក្នុងគោលបំណងអ្វីគាត់ថាសំណួររឿងប្រធានបទពីគម្ពីរយើងនិយាយអំពីសំណួរដែរណាតើគម្ពីរចែងមកក្នុងគោលបំណងអ្វីយើងរៀនឆ្នាំមុនប្រហែលជាកូនលុយឈើចាំជាងគេកូនលុយដើម្បីឲ្យអស់អ្នកសំណប់របស់ព្រះបានគ្រប់លក្ខណាគម្ពីរចែងមកគោលបំណងអ្វីគឺគោលបំណងដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខហើយមានសមត្ថភាពគ្រប់យ៉ាងទាំងចំណេះសម្រាប់នឹងការល្អគ្រប់មុខគ្រប់ចម្ពោះអញ្ចឹងព្រះគម្ពីរចែងមកសម្រាប់ឲ្យយើងបង្ហាត់បង្រៀនយើងឲ្យយើងចេះដឹងឲ្យយើងបង្ហាត់បង្រៀនយើងឲ្យដឹងស្គាល់ទាបខ្ពស់ឲ្យយើងស្គាល់ល្អស្គាល់អាក្រក់ស្គាល់គុណម្ដាយស្គាល់គុណឪពុកណាព្រះគម្ពីរគឺសំខាន់មែនទែនបងប្អូនព្រះអង្គអញ្ចឹងបើអ្នកណាអត់ជឿព្រះអង្គហើយអត់ដែលមើលព្រះគម្ពីរនោះជឿអាសាការគឺអត់ដឹងអីទាំងអស់អត់ដឹងថាការស្ដាប់បង្គាប់ព្រះបន្ទូលការធ្វើតាមព្រះបន្ទូលធ្វើយ៉ាងម៉េចបើអត់ដែលមើលផងហ្នឹងអត់ដែលមើលព្រះបន្ទូលបងតើធ្វើតាមព្រះបន្ទូលយ៉ាងម៉េចណាគឺព្រះបន្ទូលដើម្បីធ្វើឲ្យយើងមានប្រាជ្ញាឆ្លៀវវៃឲ្យមានសមត្ថភាពណាឲ្យមានសមត្ថភាពនេះដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខហើយមានសមត្ថភាពគ្រប់យ៉ាងឃើញទេមានសមត្ថភាពគ្រប់យ៉ាងធ្វើឲ្យខ្លះបងប្អូនមានសមត្ថភាពខាងបង្រៀនផ្នែកកុមារមានសមត្ថភាពបង្រៀនខាងអធិប្បាយព្រះបន្ទូលមានសមត្ថភាពខាងលេងភ្លេងមានសមត្ថភាពខាងតែងបទចម្រៀងសរសើរព្រះអង្គទេគឺព្រះបន្ទូលចែងមកដើម្បីឲ្យយើងមានសមត្ថភាពអញ្ចឹងការដែលយើងធ្វើអ្វីមួយយើងកុំឲ្យអួតខ្លួនថាយើងជាអ្នកឆ្លាតយើងជាអ្នកចេះគឺព្រះបន្ទូលទេដែលដឹកនាំយើងឲ្យយើងមានសមត្ថភាពអាមែនដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថាអ្នកណាដែលអួតត្រូវតែអួតពីព្រះអម្ចាស់ប៉ុណ្ណោះឃើញទេបើអ្នកណាអួតចូលឲ្យអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះកុំឲ្យអួតពីខ្លួនឯងអាមែននៅក្នុង1ករិនថូសចំពុក1ខ31បើអ្នកណាអួតត្រូវឲ្យអួតពីព្រះអម្ចាស់ប៉ុណ្ណោះកុំឲ្យអួតខ្លួនយើងគឺថាយើងមានសមត្ថភាពក៏ដោយសារព្រះអង្គដោយសារព្រះបន្ទូលដោយសារព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងអាមែនអ
ចឹងឥឡូវយើងដល់ប្រធានបទទី2ប្រធានបទទី2ឲ្យនិយាយអំពីសាសនាបងប្អូនមាននៅចាំទេនៅឆ្នាំមុនដែលយើងរៀនរួចហើយណានេះគឺជាមេរៀនចាស់ទាំងអស់ទាំងប្រធានបទទី1ប្រធានបទទី2ប្រធានបទទី3យើងរំលឹកតើសាសនាមានន័យដូចម្ដេចបងប្អូនប្រហែលជានៅចាំសាសនាមានន័យថាការបង្រៀនទូមានព្រានប្រដៅក្រិតក្រមក្រិតវិន័យច្បាប់សម្រាប់ឲ្យមនុស្សធ្វើតាមសម្រាប់ឲ្យមនុស្សធ្វើល្អគឺព្រានប្រដៅសម្រាប់ឲ្យមនុស្សធ្វើល្អអញ្ចឹងសួរថាសាសនាទាំងអស់តើអាក្រក់ឬល្អសាសនាមិនមែនអាក្រក់ទេគឺល្អហេតុអីបានថាល្អពីព្រោះព្រានប្រដៅឲ្យមនុស្សធ្វើល្អមិនដែលដឹកនាំឲ្យមនុស្សធ្វើអាក្រក់ទេសាសនាណាប៉ុន្តែសួរថាសាសនាហៅថាព្រះបានទេអត់បានទេគឺសាសនាគ្រាន់តែប្រែមកថាពាក្យព្រានប្រដៅទូមានតាមច្បាប់ក្រិតក្រមឲ្យធ្វើល្អដឹងខុសដឹងត្រូវតែសាសនាមិនមែនជាព្រះទេគឺព្រះមានតែមួយអង្គគត់គឺជាព្រះយេស៊ូវគ្រីស្ទព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធរួមមកតែមួយព្រះត្រីឯកគឺព្រះយេស៊ូវគ្រីស្ទអញ្ចឹងសួរថានៅក្នុងព្រះយេស៊ូវគ្រីស្ទតើយើងអាចហៅថាសាសនាបានដែរឬទេយើងអាចហៅបានណាយើងអាចហៅថាសាសនាព្រះយេស៊ូវបានព្រះយេស៊ូវមានទាំងសាសនាមានទាំងសេចក្តីពិតគឺជាព្រះគឺជាតួអង្គព្រះដែលសង្គ្រោះមនុស្សទាំងអស់អញ្ចឹងហេតុអីបានជាយើងហ៊ានហៅថាអ្នកព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទហៅថាសាសនាបានយើងអត់ចេះតែថាខ្លួនយើងទេគឺយើងយល់ទៅតាមខគម្ពីរនៅក្នុងយ៉ាកុបចំពុក1ខ26និងខ27បើអ្នកណាស្មានថាខ្លួនថាជាអ្នកកាន់សាសនាតែមិនចេះទប់អណ្ដាតសោះនោះអ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទៅទេខ27ឯសាសនាដែលបរិសុទ្ធហើយឥតសៅមកនៅចំពោះព្រះដ៏ជាព្រះវរបិតានោះគឺឲ្យទៅសួរពួកក្មេងកំព្រាពួកស្ត្រីមេម៉ាយក្នុងការដែលគេមានសេចក្តីទុក្ខវេទនាហើយឲ្យរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីនេះឡើយអាមែនអញ្ចឹងយើងនៅក្នុងខគម្ពីរយ៉ាកុបចំពុក1ខ26 27អញ្ចឹងយើងអាចហៅថាសាសនាព្រះគ្រីស្ទបានព្រោះព្រះយេស៊ូវគ្រីស្ទមានទាំងពាក្យព្រានប្រដៅក្រិតក្រមច្បាប់ក្រិតវិន័យនៅក្នុងនឹងត្រង់នឹងហើយដែលអាចហៅថាសាសនាបានណាពីព្រោះសាសនាប្រែមកថាពាក្យព្រានប្រដៅក្រិតក្រមច្បាប់ប្រដៅឲ្យធ្វើល្អប៉ុន្តែយើងត្រូវចែកឲ្យដាច់ព្រះអង្គមិនមែនគ្រាន់តែសាសនាទេព្រះអង្គជាព្រះដ៏ពិតព្រះអង្គគឺជាព្រះដ៏មានព្រះជន្មរស់ហើយព្រះអង្គអាចរំដោះបាបមនុស្សទាំងអស់បានហើយអាចសង្គ្រោះមនុស្សទាំងអស់ឲ្យមានជីវិតអស់កលអស់អ្នកណាដែលជឿដល់ព្រះអង្គនិយាយថាអស់អ្នកណាដែលជឿទេណាបានសង្គ្រោះជីវិតឲ្យមានជីវិតអស់កលអាមែនអញ្ចឹងពិសេសហេបងប្អូនពិសេសហេព្រះអង្គមានទាំងសាសនាព្រះអង្គមានទាំងព្រះដ៏ពិតដែលជួយជីវិតយើងគឺមានទាំងពាក្យក្រិតក្រមព្រានប្រដៅយើងឲ្យធ្វើល្អគ្រប់យ៉ាងទាំងអស់អាមែនអញ្ចឹងបានន័យថាប្រធានបទទី2គឺយើងចប់ហើយយើងចូលនិយាយពីរឿងប្រធានបទទី2ឲ្យនិយាយអំពីសាសនាអញ្ចឹងយើងច្រៀងមួយបទសិនដើម្បីបន្តទៅប្រធានបទទី3អាមែនតាយើងច្រៀងមួយបទតែយើងកូនចៅតាងងើបឈរទាំងអស់គ្នាយើងច្រៀងមួយបទសិនចាំបន្តប្រធានបទទី3បទនេះមានចំណងជើងថាជឿព្រះគ្រីស្ទទើបរួចពីបឹងភ្លើង
នឹងប្រធានបទទី2ដែលយើងនិយាយអំពីសាសនាគ្រាន់តែពាក្យព្រានប្រដៅគឺมันអាចជួយសង្គ្រោះមនុស្សបានទេมันអាចអត់ទោសបាបបានទេគឺអ្នកណាធ្វើខុសក្បាលអ្នកណាសក់អ្នកនឹងគឺថាយើងធ្វើដើម្បីខ្លួនយើងឲ្យត្រូវអត់មានអ្នកណាមកធានាខុសត្រូវជីវិតរបស់យើងទេអត់មានសាសនាណាដែលធានាខុសត្រូវលួសបាបមនុស្សទេមានតែព្រះដ៏ពិតណាអញ្ចឹងបានខ្ញុំដាក់បទចម្រៀងនេះត្រូវអរគុណព្រះអង្គសូមអរគុណបងប្អូនទាំងអស់គ្នាសូមអញ្ជើញអង្គុយចុះប្រធានបទទី2នេះនិយាយអំពីរឿងណូអែលណាយើងបញ្ជាក់ពីព្រោះមុនគិតដល់ថ្ងៃហើយបើយើងអត់បញ្ជាក់ទេយើងនឹងធ្លាក់ទៅក្នុងសេចក្តីល្បួងតែឥឡូវយើងរៀនទាំងអស់គ្នាណាទាំងខ្ញុំទាំងបងប្អូនមេរៀននេះគឺមេរៀនចាស់ពីឆ្នាំមុនអញ្ចឹងមួយឆ្នាំត្រូវតែរំលឹកម្ដងព្រះបានបង្កើត Lucifer ណាប៉ុន្តែ Lucifer វាក្បត់នឹងព្រះអង្គក៏ទម្លាក់វាមកផែនដីអញ្ចឹង Lucifer ក៏វាមានអំណាចដែរប៉ុន្តែវានៅក្រោមព្រះអង្គប៉ុន្តែវាចង់ធំជាងព្រះអង្គបានជាវាក្បត់ព្រះអង្គដឹងផែនការវានោះក៏ព្រះអង្គទម្លាក់វាមកដីហើយតើវានឹងនៅស្ងៀមទេវាអត់នៅស្ងៀមទេវាដើរបំផុសបំផុលរបួលជាងវាជាវិញ្ញាណដែរហើយវាក៏មិនមែនវិញ្ញាណនៅតែក្រោមដីនៅតែលើផែនដីទេគឺវាមានខុសហើរនៅលើអាកាសបានដែរណាគឺវានាំពួកទេវតាមួយចំនួនដែលជាទេវតាខាង Lucifer គឺជាទេវតាក្បត់នោះឈ្មោះថាជាទេវតាសម្រាប់វិញ្ញាណអរិយវិញ្ញាណងងឹតទេវតាសម្រាប់វិញ្ញាណងងឹតអញ្ចឹងទេវតាចែកជាពីរបងប្អូនមានទេវតាសម្រាប់ព្រះហើយទេវតាសម្រាប់របស់អរិយហើយទេវតារបស់ព្រះអត់ដែលស៊ីសំណែនមនុស្សអត់ដែលស៊ីសំណែនអ្នកណាគឺនឹកឆ្អែតទេវតារបស់ព្រះចាំតែបម្រើព្រះហើយបម្រើព្រះឲ្យធ្វើអីព្រះចាំឲ្យថែរក្សាយើងបម្រើយើងផងដែរណាអញ្ចឹងយើងមានសិទ្ធិមានបុណ្យស័ក្តិធំជាងទេវតាទៀតយើងមិនអាចទៅសាពះទេវតាទេយើងអាចអរគុណដែលព្រះបានបញ្ជូនទេវតាមកការពារខ្ញុំណាជួនកាលកូនក្មេងឆ្លងថ្នល់ណាជារឿងពិតប៉ុន្តែខ្ញុំអត់ចាំឈ្មោះទេពេលនោះគេឃើញទេវតាមកបាំងឡានហើយការពារក្មេងឲ្យរួចពីគ្រោះថ្នាក់នេះគឺជាទេវតារបស់ព្រះណាទេវតារបស់ព្រះមិនមែនទេវតារបស់អរិយទេទេវតារបស់អរិយគឺវាស៊ីសំណែនវាស៊ីឈាមវាស៊ីខ្ទុះវាស៊ីសំណែនផ្លែឈើក៏ដោយស្អីក៏ដោយគឺគេដាក់សែនដូចជាចូលឆ្នាំគេធ្វើសែនទេវតាគឺសែនទេវតាសម្រាប់ទេវតាវិញ្ញាណងងឹតមិនមែនទេវតាសម្រាប់ព្រះទេអញ្ចឹងទេវតាព្រះអត់ខ្សែផ្សោយអីទាំងអស់គឺនឹកឆ្អែតណាបងប្អូនចាំទាំងអស់គ្នាអញ្ចឹងយើងជឿព្រះយើងអត់អាចសំពះឬក៏យើងទៅណាយើងចាប់បាយដាក់អូសូមទេវតាខ្សែផ្សោយចាស់ទឹកចាស់អីខ្សែផ្សោយយើងអត់ត្រូវធ្វើអញ្ចឹងទៀតទេបងប្អូនព្រោះយើងមានព្រះដ៏ពិតមួយព្រះអង្គពុទ្ធដែលយើងត្រូវលុតក្រាបសំពះហើយនិយាយជាមួយយើងអត់អាចនិយាយជាមួយទេវតារបស់អរិយទេយើងនិយាយជាមួយតែព្រះអង្គមួយគត់ព្រោះព្រះអង្គយើងមានសិទ្ធិធំបងប្អូនយើងមានសិទ្ធិធំព្រះអង្គលើកយើងជាកូនតែទេវតាព្រះអង្គអត់ដែលលើកទេវតាជាកូនទេព្រះអង្គគ្រាន់តែទុកទេវតាជាអ្នកបម្រើអញ្ចឹងយើងមានសិទ្ធិធំជាងព្រះយើងជាកូនព្រះអាមែនអញ្ចឹងយើងយល់ពីកន្លែងហ្នឹងខ្ញុំនិយាយត្រួសទេបងប្អូនព្រោះវាមាន3ប្រធានបទបើយើងនិយាយណែអស់សេចក្តីគឺយើងមិននិយាយចប់ទេអញ្ចឹងនិយាយត្រួសហើយនិយាយអំពីទេវតា Lucifer យើង slash ក្នុងហ្នឹងសិនព្រោះវាបែងចែកមកមានវិញ្ញាណច្រើនណាស់ដែលនៅក្រោមអង្គាប់ Lucifer ហ្នឹងដើម្បីរៀបក្បាលមនុស្សលោកចង់ទាញមនុស្សលោកឲ្យចេញពីព្រះដ៏ពិតណាប៉ុន្តែឥឡូវនេះខ្ញុំចង់និយាយចូលដល់ការធ្វើណូអែលប៉ុន្តែមុននឹងចូលដល់ធ្វើការធ្វើណូអែលខ្ញុំចង់និយាយរៀបរាប់ពីសាច់រឿងបានលេចមកម្នាក់ទៀតថាគឺឈ្មោះអីឈ្មោះនីមរតណាមាននីមរតមានន័យថាគឺព្រះអាទិត្យនីមរតហើយនីមរតហ្នឹងគាត់ជាអ្នកបោះបាញ់សត្វនៅក្នុងព្រៃហើយប្រពន្ធគាត់ឈ្មោះស៊ីម៉ូរីម៉ូសប្រពន្ធគាត់ឈ្មោះស៊ីម៉ូរីម៉ូសគាត់មានមុខរបរបោះបាញ់សត្វនៅក្នុងព្រៃ
ពេលថ្ងៃមួយគាត់ទៅបាញ់សត្វនៅក្នុងព្រៃជ្រូកព្រៃខ្វះគាត់ស្លាប់នៅក្រោមដើមឈើនឹងយើងនិយាយកាត់ហើយប្រពន្ធគាត់ឈ្មោះស៊ីមូរីមូនោះក៏បានយកបាយយកសម្លទៅសែននៅក្រោមដើមឈើហើយមានទាំងតុបតែងផ្កាភ្ញីសម្រាប់សែនហើយដឹងថាគាត់យកអីទៅសែននេះគាត់សម្លាប់ជ្រូកយកជ្រូកទៅសែនពីព្រោះចង់សងសឹកជ្រូកណាអញ្ចឹងហើយបានគេច្រើនតែកាត់ជ្រូកទៅសែនព្រោះវាមានរឿងយើងដែលយើងអត់អាចដឹងវាមានរឿងអាចកំបាំងនៅពីក្រោយនឹងយើងអត់អាចដឹងណាយើងកាត់នាងស៊ីមូរីមូគាត់យកជ្រូកទៅសែននៅក្រោមដើមឈើមានទាំងបាយសម្លមានទាំងការភ្ញីនៅក្រោមដើមឈើតយូរមកគេក៏ខ្ជិលទៅសែននៅក្រោមដើមឈើក្នុងព្រៃគេក៏កាត់ដើមឈើពីក្នុងផ្ទះយកមកដាក់នៅកាត់ដើមឈើក្នុងព្រៃយកមកដាក់ក្នុងផ្ទះសំទោសនិយាយចិត្តច្រឡំកាត់ដើមឈើពីក្នុងព្រៃយកមកដាក់ក្នុងផ្ទះហើយគេនាំគ្នាសែនដូចជាដាក់កដោដាក់អីវ៉ាន់នៅក្រោមដើមឈើហ្នឹងគឺជាសំណែនសែនណាសំណែនសែនហើយគេរៀបតុបតែងជាផ្កាភ្ញីភ្លើងផ្លេកដាក់กระดาษអីមាសกระดาษដាក់กระดาษមាសกระดาษប្រាក់ចង់តដិតសុំទូបងប្អូនចង់តដិតក្រដាស់មាសហើយនឹងក្រដាស់ប្រាក់ដាក់តុបតែងនៅលើដើមឈើណាដូចជាដើមគ្រីស្មាស់ជាដើមដែលគេរាល់តែឆ្នាំគេតែងតែកាប់ដើមគ្រីស្មាស់យកមកដាក់ក្នុងផ្ទះដើម្បីតុបតែងនេះជារឿងនេះឯងបងប្អូនអញ្ចឹងបងប្អូនពិចារណាទាំងអស់គ្នាណាព្រះអង្គអត់ឲ្យយើងធ្វើទេហ្នឹងហើយព្រះអង្គអត់មានឲ្យយើងកាប់ដើមឈើនៅក្នុងយេរេមៀចំពុក10បងប្អូនមើលទៅឃើញយេរេមៀចំពុក10ខ3ព្រះអង្គអត់ឲ្យយើងកាប់ដើមឈើយកមកតុបតែងក្នុងផ្ទះទេគឺក្អុសឆ្គងនេះគឺជាទំនៀមទម្លាប់បើយើងធ្វើអញ្ចឹងយើងធ្វើទំនៀមទម្លាប់ដូចជាលោកីដែរហើយស៊ីមូរីមូនោះគាត់បានមានកូនមួយជាមួយនឹងនីមរ៉តហើយកូនហ្នឹងកើតនៅថ្ងៃទី25ខែ12ហើយគាត់ឈ្មោះតាល់ម៉ូនកូននោះឈ្មោះតាល់ម៉ូនបងប្អូនដែលទៅវិហារកាតូលិកឃើញគេដាក់ទារកតូចនៅក្នុងវិហារហ្នឹងមិនមែនរូបព្រះយេស៊ូវទេកុំឲ្យច្រឡំគឺរូបតាល់ម៉ូនដែលកើតនៅខែ12ថ្ងៃទី25នោះឯងដែលគេធ្វើបន់រំលឹកព្រះយេស៊ូវនោះគឺខុសហើយគឺជាថ្លែងបន្លំបំភាន់ដោយវិញ្ញាណងងឹតវាមកបំភាន់គឺធ្វើបន់កំណើតតាល់ម៉ូនកូនព្រះអាទិត្យកូននីមរ៉តកូនស៊ីមូរីមូហើយថ្ងៃនោះគឺជាថ្ងៃឈប់សម្រាកសម្រាប់វិញ្ញាណងងឹតគឺស្អីខ្លះដូចជាវិញ្ញាណធ្មប់វិញ្ញាណអាបមន្តអាគមអីជាដើមដាក់នឹងគឺគេឈប់សម្រាកសម្រាប់របស់វិញ្ញាណងងឹតមិនមែនឈប់សម្រាកសម្រាប់ព្រះគ្រីស្ទប្រសូតទេណាពីព្រោះព្រះគ្រីស្ទប្រសូតអត់ប្រសូតថ្ងៃហ្នឹងទេហើយបងប្អូនជឿថាក្នុងកាពីដែលមាននិយាយថាព្រះគ្រីស្ទឲ្យធ្វើបុណ្យកំណើតរបស់ព្រះអង្គអត់ដែលមានទេអត់ដែលមានសោះអត់ដែលមានតតែសោះបងប្អូនគឺនេះជាការពិតគេយើងថ្ងៃហ្នឹងគឺជាថ្ងៃនាយទុនមហាសេដ្ឋីដែលគេត្រូវកើបលុយយ៉ាងម៉េចព្រោះថ្ងៃហ្នឹងត្រូវថ្ងៃមនុស្សទូទាំងពិភពលោកដែលទិញកាដូដាក់ជូនគ្នាទៅវិញទៅមកអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលគេកើបលុយដើម្បីពួកនាយទុនគេកើបលុយហើយរឿងអាចកំបាំងមួយទៀតណារឿងអាចកំបាំងនេះគឺដីថាគេកាប់ជ្រូកយកមកសែននេះពីព្រោះគេចង់សងសឹកដែលជ្រូកខ្វេះនេះមករត់ស្លាប់នៅក្រោមដើមឈើនោះឯងអញ្ចឹងបានន័យថាពិធីធ្វើបុណ្យណូអែលគឺអត់មាននៅក្នុងគម្ពីរតតែសោះព្រះមិនបានប្រាប់ព្រះបន្ទូលមិនបានប្រាប់ឲ្យយើងធ្វើពិធីណូអែលតតែសោះហេតុអ្វីបានជាគ្រីស្ទបរិស័ទនៅតែធ្វើពីព្រោះអីពីព្រោះឃើញគេធ្វើតគ្នាណាជាទំនៀមទម្លាប់បងប្អូនជាទំនៀមទម្លាប់អញ្ចឹងយើងអត់ដឹងទេគេបង្កប់អាចកំបាំងនេះនៅពីក្រោយរឿងនេះណាមានរឿងរ៉ាវជាច្រើនដែលគ្រីស្ទបរិស័ទមិនទាន់ដឹង
ចឹងយើងថ្ងៃនេះយើងត្រូវតែដឹងទាំងអស់គ្នាអាមែនអ្នករតិវិទូខ្លះថាពាក្យ Noel នេះពាក្យ Noel គឺប្រែមកថាថ្ងៃកំណើតណាគេថាអញ្ចឹងហើយបើពាក្យសាឡាតាំងណាភាសាឡាតាំងគេថា Natalie Dies Natalie Dies គឺមានន័យថាថ្ងៃកំណើតភាសាឡាតាំង Natalie Dies មានន័យថាថ្ងៃកំណើតប៉ុន្តែមិនមែនថ្ងៃកំណើតព្រះយេស៊ូវទេបងប្អូនគឺជាថ្ងៃកំណើតរបស់តាល់ម៉ូនមិនបញ្ជាក់ទៀតណាពីព្រោះគម្ពីរបានបញ្ជាក់អះអាងថាព្រះយេស៊ូវមិនបានកើតនៅថ្ងៃហ្នឹងទេហើយមិនបានឲ្យធ្វើបុណ្យកំណើតព្រះអង្គទេហេតុអីបានយើងនៅតែធ្វើណាហេតុអីចឹងបើយើងធ្វើយើងតែយើងមានទោសធ្ងន់ណាស់បងប្អូនណាចាំខ្ញុំតិចទៀតខ្ញុំនឹងបង្ហាញព្រះបន្ទូលកន្លែងយើងធ្វើអ្វីលើនឹងយើងមានទោសធ្ងន់ណានៅក្នុងវិវរណៈចំពោះ22ចាំមើលចាំដែលចប់ចាំខ្ញុំនឹងនាំបងប្អូនអានព្រះបន្ទូលកន្លែងហ្នឹងវិវរណៈចំពោះ22ខ18និង19បើព្រះអង្គមិនបានប្រាប់ថាឲ្យធ្វើបុណ្យថ្ងៃកំណើតព្រះអង្គទេហេតុអីយើងនៅតែធ្វើយើងធ្វើខុសយើងធ្វើលើសណាហើយបើយើងធ្វើលើសតើយើងមានទោសហ៎យើងមានទោសអញ្ចឹងខ្ញុំចង់អានព្រះបន្ទូលកន្លែងហ្នឹងឲ្យបងប្អូនស្ដាប់បន្តិចចង់ដាក់ឲ្យបងប្អូនអានដើម្បីឲ្យដឹងតែយើងអានទាំងអស់គ្នាតាបើព្រះមិនបានប្រាប់ថាឲ្យធ្វើបុណ្យកំណើតរបស់ព្រះអង្គទេយើងធ្វើដោយចិត្តយើងធ្វើដោយការលើសណាអញ្ចឹងយើងមើលព្រះបន្ទូលទាំងអស់គ្នាខ្ញុំធ្វើបន្ទាល់ដល់អស់អ្នកណាដែលឮសេចក្តីទំនាយក្នុងគម្ពីរនេះថាបើអ្នកណាបញ្ចូលអ្វីក្នុងសេចក្តីទាំងនេះនោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្តីវេទនាដែលកត់ទុកក្នុងគម្ពីរនេះដល់អ្នកនោះផងហើយបើអ្នកណាដកអ្វីពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្តីទំនាយនេះចេញនោះព្រះទ្រង់នឹងដកចំណែកដែលអ្នកនោះមានដល់ដើមជីវិតនឹងទីក្រុងបរិសុទ្ធហើយនឹងសេចក្តីទាំងប៉ុន្មានដែលកត់ទុកក្នុងគម្ពីរនេះចេញដែរឃើញទេច្បាស់ទេបងប្អូនបើយើងធ្វើលើសយើងមានទោសធ្ងន់ណាស់គឺព្រះអង្គដកណាព្រះអង្គដកថាម៉េចព្រះអង្គដកដើមជីវិតឃើញទេព្រះអង្គដកអ្នកនឹងដកចំណែកដែលអ្នកនោះមានដល់ដើមជីវិតនឹងទីក្រុងបរិសុទ្ធហើយនឹងសេចក្តីទាំងប៉ុន្មានដែលកត់ទុកក្នុងគម្ពីរនេះចេញដែរគឺព្រះអង្គដកដើមជីវិតចេញព្រះអង្គដកសេចក្តីសង្គ្រោះចេញអត់បានទេណាបងប្អូនកុំចេះតែធ្វើដែលព្រះមិនបានប្រាប់ព្រះបន្ទូលឲ្យបានចែងនៅក្នុងគម្ពីរសោះឲ្យនាំគ្នាធ្វើបុណ្យណូអែលគឺជាការខុសឆ្គងណាចឹងនឹងជាការខុសឆ្គងធ្ងន់ណាស់បងប្អូនមិនមែនធម្មតាទេណាចឹងចង់មើលប្រធានបទទី3នេះតទៅទៀតពីព្រោះមិនទាន់ចប់ទេពាក្យថាគ្រីស្ទបូកនឹងស្មាស់ទៅគ្រីស្មាស់ទៅណាគ្រីស្ទបូកនឹងស្មាស់ហើយមេរីគ្រីស្មាស់មេរីយើងប្រែមកថាម៉េចមេរីប្រែមកថារីករាយគ្រីស្ទគឺព្រះគ្រីស្ទហើយ Master មានន័យថាអភិបូជាមរណៈណាយើងប្រែឲ្យចំ Master គឺអភិបូជាមរណៈហើយប្រែមកថាម៉េចអភិបូជាមរណៈគឺស្លាប់ហេតុនោះបងប្អូនហេតុនោះហើយបានជាក្នុងពហិកាតូលិកយើងនិយាយត្រូវឲ្យចំឈ្មោះអញ្ចឹងចុះព្រោះវាការពិតគាត់ពួកគេតាំងឈើឆ្កាងមានរូបព្រះយេស៊ូវនៅជាប់នឹងឈើឆ្កាងពីព្រោះអីពីព្រោះគេចង់ដាក់បណ្ដាសាព្រះយេស៊ូវថាចូលឲ្យឯងជាប់ឆ្កាងរហូតប៉ុន្តែព្រះអង្គមិនបានជាប់ឆ្កាងរហូតទេឃើញទេព្រះអង្គគេបានដោះសពព្រះអង្គដាក់ក្នុងភ្នោប៉ុន្តែព្រះអង្គនៅក្នុងភ្នោតែ3ថ្ងៃព្រះអង្គមានជន់រស់ឡើងវិញហើយឡើងទៅឋានសួគ៌គង់នៅខាងស្ដាំព្រះបិតាហើយព្រះអង្គក៏ចាត់ព្រះវិញ្ញាណបរិសុទ្ធជាអង្គជំនួយមកជួយយើងរាល់ថ្ងៃអញ្ចឹងព្រះអង្គអត់នៅជាប់ឆ្កាងទេប៉ុន្តែហេតុអីបានជាពហិកាតូលិកគេដាក់ឈើឆ្កាងមានរូបព្រះយេស៊ូវនៅជាប់នៅនឹងព្រោះគេចង់ដាក់បណ្ដាសាព្រះអង្គណាហើយបងប្អូនចង់ដឹងថាអ្នកណាដែលមើលងាយសំអកដល់ព្រះយេស៊ូវជាងគេថាកាតូលិកគេសំអកដល់ព្រះអង្គហើយណាកាតូលិកគេសំអកដល់ព្រះអង្គហើយ
តែអ្នកណាដែលមើលចំអកជាងគេគឺសាន់តាក្លូសសាន់តាក្លៅសាន់តាក្លូសហើយពាក្យថាសន្តាននេះអង់គ្លេសអរិយសាតាំងគឺSatan គឺអរិយហើយខ្មែរយើងថាសាតាំងគឺអរិយដែរណាសាតាំងអញ្ចឹងសន្តាក្លូសសន្តាក្លៅហ្នឹងគឺវាមកពីនឹងឯងហើយពេលដែលវាពេលថ្ងៃបុណ្យណូអែលដែលគេធ្វើបុណ្យណូអែលហ្នឹងគេយករូបមនុស្សនឹងពាក់អាវសហើយពាក់មួកក្រហមពុកមាត់សហើយគេចង់យកកូនក្មេងឲ្យគួយលើភ្លើងហើយគេសើចបង្អកគេសើចហោះMerry Christmas ហោះ Merry Christmas មានន័យថាហោះព្រះគ្រីស្ទគត់ព្រះគ្រីស្ទស្លាប់នេះគេដាក់បណ្ដាសាព្រះអង្គអញ្ចឹងប៉ុន្តែព្រះអង្គមានបច្ចុប្បន្នរស់ហើយហេតុអីបានថាព្រះអង្គស្លាប់ឃើញទេ Mary គេថារីករាយថ្ងៃដែលព្រះអង្គស្លាប់ឃើញទេគេថាអញ្ចឹងថ្ងៃដែលព្រះអង្គសគត់រីករាយថ្ងៃព្រះអង្គសគត់មានន័យថា Mary គឺរីករាយគ្រីស្ទគឺព្រះគ្រីស្ទ Smaster គឺអភិបូជាមរណៈគឺស្លាប់អញ្ចឹងគេដាក់បណ្ដាសាព្រះអង្គព្រះគ្រីស្ទស្លាប់ហោះគេសើចចំអកណាហើយដែលពេលគេយកកូនក្មេងដាក់លើភ្លើបងប្អូនចាំមើលគ្រប់ជាពិសេសខាងយុរ៉ុបនេះធ្វើបុណ្យណូអែលគ្រប់រាល់ឆ្នាំរាល់មនុស្សទាំងអស់អ្នកគ្រីស្ទៀនគេធ្វើបុណ្យគេយកសាន់តាក្លូសអង្គឆ្នាំមុនកូនខ្ញុំអីហ្នឹងពេលគេជប់លៀផារីគេធ្វើបុណ្យគ្រីស្មាស់ដឹងមិនអីគេជួលសាន់តាក្លូសគេជួលស្អីយកមកដើម្បីឲ្យក្មេងៗសប្បាយគេយកក្មេងៗអង្គុយដាក់លើភ្លើងបងប្អូនដឹងរឿងហ្នឹងមានអាចកំបាំងប្រកបពីខាងក្រោយគឺព្រះបាលវាបានយកកូនក្មេងយកឈាមកូនក្មេងទៅបូជាព្រះបាលពីជំនាន់ហ្នឹងយកទៅបូជាព្រះបាលអញ្ចឹងសាន់តាក្លូសនេះវាតពីហ្នឹងមកគេឲ្យកូនក្មេងអង្គុយលើភ្លើងហ្នឹងគឺបានន័យថាបូជាសម្រាប់ព្រះបាលគេណាបូជាសម្រាប់ព្រះបាលគេបងប្អូនចូលប្រយ័ត្នគ្រីស្ទៀនកុំឲ្យមានសាន់តាក្លូសអីណាមកឲ្យកូនទៅអង្គុយលើភ្លើងហោះ Merry Christmas ចឹងទៀតបងប្អូនអញ្ចឹងអត់មានអ្នកណាប្រាប់អត់មានអ្នកណាដឹងអញ្ចឹងបានអាទិត្យមុនយើងរៀនអំពីការផ្លុំត្រែប្រកាសឥឡូវនេះហើយគឺខ្ញុំកំពុងតែប្រកាសខ្ញុំកំពុងតែផ្លុំត្រែគឺសេចក្តីនឹងមិនពិតសេចក្តីនឹងមិនត្រឹមត្រូវគឺយើងកុំធ្វើហើយបើយើងធ្វើលើសពីព្រះបន្ទូលប្រាប់នោះយើងមានទោសណានៅក្នុងវិវរណៈចំពុក22ខ18និងខ19បងប្អូនត្រូវចាំណាមានទោសបើអ្នកណាបន្ថែមអ្វីធ្វើអ្វីលើសបញ្ចូលអ្វីនោះព្រះអង្គនឹងបន្ថែមសេចក្តីវេទនាមកថែមទៀតហើយបើអ្នកណាដកអ្វីពីសេចក្តីទំនាយនៅទាំងនេះនោះព្រះអង្គនឹងដកដើមជីវិតឯនោះមានផងឃើញទេច្បាស់វិវរណៈចំពុក22ខ18និងខ19ខ្ញុំថាដដែលដើម្បីឲ្យបងប្អូនចាំខកពីហើយយើងមិនគ្រាន់តែចាំទេយើងត្រូវសិញ្ជឹងពីព្រះបន្ទូលដែលនៅក្នុងមាត់យើងនៅក្នុងចិត្តយើងហើយតើយើងត្រូវធ្វើយ៉ាងម៉េចណាយើងអត់ចេះតែធ្វើទៅតាមគេតគ្នានេះគឺទំនៀមទម្លាប់ហើយបងប្អូនកុំឲ្យធ្វើអ្វីដែលជាទំនៀមទម្លាប់ឲ្យសោះព្រះអង្គអត់សពហារតីទេហើយចង់សួរថាគ្រីស្មាស់នេះចាប់ផ្ដើមពីអ្នកណាដែលនាំធ្វើមុនគេណាបុណ្យគ្រីស្មាស់បុណ្យណូអែលនេះតើអ្នកណាដែលចាប់ផ្ដើមធ្វើមុនគេគឺជាលោកកុងស្តង់ឌីណូបជាមេទ័ពចក្រភពរ៉ូមណាលោកកុងស្តង់ឌីណូបមេទ័ពចក្រភពរ៉ូមដែលគាត់ដើមធ្វើកាតូលិកដែលគាត់បង្កើតកាតូលិកណាដែលដឹកនាំដោយលុយមីណាទីណាកុងស្តង់ឌីណូបគាត់ដឹកនាំកាតូលិកគាត់បង្កើតកាតូលិកដោយដែលដឹកនាំដោយលុយមីណាទីបងប្អូនដឹងឈ្មោះលុយមីណាទីណាហ្នឹងហើយខ្លាំងណាហ្នឹងហើយជាមេនៃវិញ្ញាណបាបជាមេនៃវិញ្ញាណងងឹតអញ្ចឹងដែលអរិយវាបញ្ចូលមនោគមវិជ្ជារបស់វានៅក្នុងនឹងឯងណាអញ្ចឹងបងប្អូនត្រូវតែចាំថាបុណ្យណូអែលនេះយើងមិនបើយើងជួបគ្នាខែ12ខែណាមិនត្រូវធ្វើខែ12ផងព្រោះមិនមែនព្រះអង្គមិនមែនសគត់មិនមែនប្រសូតនៅថ្ងៃហ្នឹងទេហ្នឹងហើយបើយើងចង់ថាជួបគ្នាយើងថា Mary Emmanuel Mary Emmanuel គឺព្រះគង់នៅជាមួយយើងហើយបងប្អូនដឹងថាព្រះយេស៊ូវមានពនាមអីពិតប្រាកដទេ What was Jesus real name គេថា What was Jesus real name គឺ Emmanuel ណាចម្លើយថា Emmanuel គឺ
គឺតើព្រះនាមព្រះយេស៊ូវពិតប្រាកដគឺអីគឺអេម៉ាញូអែលប្រែមកថាព្រះដែលគង់នៅជាមួយយើងអាមែនអញ្ចឹងព្រះបន្ទូលថ្ងៃនេះមាន3ប្រធានបទបានចប់ហើយចង់រំលឹកបងប្អូនពីរឿងណូអែលយើងអត់ត្រូវធ្វើទេយើងត្រូវតែរក្សាសេចក្តីពិតពីព្រោះព្រះបន្ទូលអត់បានឲ្យយើងធ្វើហេតុអីយើងធ្វើអញ្ចឹងយើងខុសកាលណាយើងខុសយើងធ្វើអីលើសព្រះអង្គនឹងបន្ថែមសេចក្តីវេទនាថែមទៀតតើយើងចង់បានវេទនាឬក៏យើងចង់បានទៅនគរឋានសួគ៌យើងជឿព្រះអង្គយើងខំចំណាយពេលបើជឿនេះយើងចង់បានទៅនគរឋានសួគ៌យើងមិនមែនចង់បានវេទនាឲ្យព្រះអង្គបន្ថែមសេចក្តីវេទនាថែមទៀតព្រះអង្គដកដើមជីវិតចេញទេណាអញ្ចឹងត្រូវយល់ឲ្យច្បាស់កុំឲ្យសង្ស័យកុំឲ្យថាអូយអ្នកគ្រូលឹងសវាងនេះនាំឲ្យគេលប់អស់ហើយនាំឲ្យគេវង្វេងអស់ហើយមិនមែនទេគឺព្រះបន្ទូលច្បាស់លាស់យើងត្រូវមើលព្រះបន្ទូលបើបងប្អូនណាឃើញក្នុងព្រះបន្ទូលថាព្រះអង្គឲ្យយើងធ្វើបុណ្យណូអែលបុណ្យគ្រីស្មាស់សូមឲ្យ comment មកណាគឺអត់មានតរសោះបងប្អូនអត់មានតរសោះអញ្ចឹងយើងអត់ត្រូវធ្វើអ្វីលើយើងអត់ធ្វើអ្វីដែលព្រះអង្គមិនបានមានបន្ទូលនៅក្នុងព្រះបន្ទូលទេតែឥឡូវយើងចប់ព្រះបន្ទូលហើយយើងងើបឈរជ្រាបពីបទទៀតទាំងបទទាំងវាយអាមែនតែយើងជ្រាបទាំងអស់គ្នាបទនេះគឺជាចង្វាក់ slow យើងអាចធ្វើកាយវិការសង់ពីម៉ង concentrate ទៅតាមបទចម្រៀងទៅណា ម្ចាស់ជីវិតខ្ញុំអូនទ្រង់សានធំគង់អត់នៅអូបមាទ្រង់បានរកខ្ញុំជាកូនខ្លួនជាព្រះទ្រង់ឆ្លើយទេតាប្រណីព្រោះខ្ញុំធ្វើខំជាច្រើនដងព្រោះតើរំលងតែអត់នៅចូលពេញជួយណែនាំខ្ញុំតាមរៀងហើយទេខ្ញុំពីលោកទេតែខ្ញុំគឺទ្រង់ខ្ញុំសាយត្រេកអរដួងចិត្តបានជាព្រះបន្ទូលដងព្រមមកសំទួរូបខ្ញុំឲ្យខ្ញុំសាបជាកូនព្រះខ្ញុំសែនត្រេកអរដួងចិត្តតាមជាព្រះពិតអបឧត្តមទ្រង់មកសង្គ្រោះប្រោសរូបខ្ញុំឲ្យខ្ញុំសាកសមជាកូនព្រះអំណាចចេស្តាដ៏ធំធេគួរឲ្យស្ងប់ស្ងាត់ដែលខ្លាំងណាស់ព្រះអង្គទ្រង់រៀបឲ្យធ្វើជាម្ចាស់ខ្ញុំនឹងបានជាមួយព្រះអង្គចូលឲ្យយើងខ្ញុំគ្រប់គ្នាបានរស់នៅជាមួយព្រះអង្គដ៏អស្ចារ្យសូមកុំឲ្យអ្នកណាមួយទៅត្រូវរបូតចេញពីព្រះអង្គឡើយអាមែនអរគុណព្រះអង្គយើងនៅជ្រាបមួយបទទៀតបងប្អូននៅឈរនៅឡើយបទតង្វាយនេះនៅក្នុងសិភៅ159តែយើងជ្រាបទាំងអស់គ្នា
ธิษฐานទាំងអស់គ្នាពេលដែលយើងនៅឈរនៅឡើយព្រះបិតាព្រះវត្រាព្រះមានបរិសុទ្ធគុណអរគុណព្រះអង្គនៅព្រះបន្ទូលគុណអរគុណព្រះអង្គនៅបទចម្រៀងសរសើរព្រះអង្គបងហើយសូមព្រះអង្គគង់ជាមួយកូនទាំងអស់គ្នាដែលកំពុងក្រាបថ្វាយបង្គំព្រះអង្គអធិដ្ឋានស្វែងរកប្រហារទេព្រះអង្គសូមព្រះអង្គជួយឲ្យកូនទាំងអស់គ្នាបានជាប់នៅជាមួយព្រះអង្គមានជំនឿមាំរហូតដល់ទ្រង់យាងមកព្រះអង្គចាស់អើយសូមការពារកូនព្រះអង្គទាំងអស់គ្នាដែលគេត្រឡប់ទៅគេហដ្ឋានវិញសូមឲ្យបានមានសេចក្តីសុខសាន្តជៀសផុតពីការអាក្រក់ពីគ្រោះថ្នាក់ទាំងឡាយអង្គអើយសូមជួយដល់ប្រជាជនខ្មែរដែលកំពុងតែភៀសខ្លួនកំពុងតែវេទនាអត់បាយក្រហាយទឹកកិច្ចពីផ្ទះគេភៀសខ្លួនចេញពីផ្ទះពីភូមិរបស់គេរៀងៗខ្លួនខ្វះក៏អត់មានយានជំនិះដើរជើងស្មៅជើងបងហើយសូមទ្រង់ថែរក្សាការពារបងប្អូនខ្មែរដែលកំពុងតែវេទនាសូមឲ្យគេបានមានសេចក្តីសុខសាន្តឡើងសូមឲ្យគេបានប្រកបដោយព្រះពរសូមព្រះអង្គចាក់ភ្លើងព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំផ្លូវគេឲ្យគេបានដើរជៀសផុតពីមីនពីគ្រាប់រំសេទាំងឡាយព្រះអង្គអើយសូមការពារឲ្យនឹងកងទ័ពជួរមុខដែលកំពុងតែប្រយុទ្ធជាមួយខ្មាំងសត្រូវនោះសូមឲ្យមានជ័យជំនះឈ្នះខ្មាំងសត្រូវគ្រប់ពេលគ្រប់វេលាគ្រប់វិនាទីដែលគេចេញច្បាំងសូមព្រះអង្គជួយចេញច្បាំងជំនួសគេផងព្រះអង្គចាស់អើយកូនពឹងដល់ព្រះអង្គសូមព្រះអង្គជួយថែរក្សាពួកកងទ័ពខ្មែរដែលកំពុងតែច្បាំងទៅចោលប្រពន្ធកូនទៅចោលម្ដាយឪពុកព្រះអង្គហើយសូមឲ្យគេបានត្រឡប់មកជួបជុំឪពុកម្ដាយគេវិញក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទកូនសូមអធិដ្ឋានទាំងអស់និងជឿទាំងអស់សង្ឃឹមទាំងអស់ហើយទុកចិត្តទាំងអស់អរព្រះគុណទ្រង់ទាំងអស់គុណទូលសូមទាំងអស់នេះឲ្យនៅក្នុងព្រះនាមដ៏ថ្លៃពិសេសគឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនជ្រាបលាបងប្អូនកូនព្រះអង្គទាំងអស់គ្នា Shalom Shalom សូមសេចក្តីសុខសាន្តរបស់ព្រះយេស៊ូវគ្រីស្ទមានដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះជម្រាបលា Shalom Shalom